ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចានាំអារម្មណ៍ពុកម៉ែបងប្អូនមកគយគុណនៅសម្រស់ប្រាង្គប្រាសាទបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយចាដែលប្រាសាទនេះគឺស្ថិតនៅភូមិអូទទឹងឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបដែលមានចម្ងាយប្រហែលជា2គីឡូម៉ែត្រពីភូមិព្រះដាក់គឺនៅខាងស្ដាំដៃចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនាសម្រស់នៃប្រាសាទបន្ទាយសំរ៉ែជាមួយនាងខ្ញុំទាំងអស់គ្នាចាបច្ចុប្បន្នប្រាសាទបន្ទាយសំរ៉ែនេះកំពុងទទួលបានការរៀបចំជួសជុលចាច្រើនកន្លែងមែនទែនចាហើយចំពោះរានហាលត្រង់កន្លែងនេះចាគឺទើបតែធ្វើការជួសជុលរួចរាល់ហើយក៏បន្តធ្វើការជួសជុលនៅកន្លែងផ្សេងទៀតចាហើយប្រាសាទបន្ទាយសំរ៉ែនេះដែរគឺជាប្រាសាទមួយដែលមានឈ្មោះល្បីល្បាញក្នុងតំបន់អង្គរមួយដែរចាអញ្ចឹងអញ្ជើញចូលទៅទស្សនាសម្រស់នៃប្រាសាទនេះទាំងអស់គ្នាចាពុកម៉ែបងប្អូនអាចទស្សនានៅសម្រស់ប្រាសាទបណ្ដើរចាស្ដាប់នាងខ្ញុំចាប្រាប់ពីប្រវត្តិខ្លះរបស់ប្រាសាទនេះបណ្ដើរចាប្រាសាទបន្ទាយសំរ៉ែនេះដោយសារតែមិនមានឯកសារឬសិលាចារឹកណាមួយបញ្ជាក់ពីប្រវត្តិចាច្បាស់លាស់របស់ប្រាសាទទេដូច្នេះយើងមិនច្បាស់ពីសម័យកាលកសាងនិងរាជស្ដេចអង្គណាមួយទេប៉ុន្តែបើតាមអ្នកស្រាវជ្រាវគាត់ធ្វើការសន្និដ្ឋានទៅលើក្បាច់ផ្តែរចាសសរពេជ្រនិងក្បាច់នៅលើជញ្ជាំងគាត់អាចសន្និដ្ឋានថាប្រាសាទនេះប្រហែលជាកសាងនៅសម័យកាលជាមួយនឹងប្រាសាទអង្គរវត្តដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2ក្នុងសតវត្សទី12កសាងដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាចាគឺលទ្ធិព្រះវិស្ណុហើយចំពោះឈ្មោះថាប្រាសាទបន្ទាយសំរ៉ែនេះមិនមែនជាឈ្មោះពិតប្រាកដរបស់ប្រាសាទទេឈ្មោះនេះគឺអ្នកស្រុកភូមិដែលគាត់រស់នៅក្នុងម្ដុំហ្នឹងហៅតគ្នារហូតមកដល់បច្ចុប្បន្ននេះចាហើយគេសន្និដ្ឋានថាបានជាហៅថាប្រាសាទបន្ទាយសំរ៉ែប្រហែលមកពីទីនេះពីមុនធ្លាប់មានជនជាតិសំរ៉ែរស់នៅទៅប្រជាជននៅតំបន់នេះនាំគ្នាហៅថាប្រាសាទបន្ទាយសំរ៉ែចំពោះឈ្មោះពិតប្រាកដរបស់ប្រាសាទគឺមិនមានឯកសារណាមួយបញ្ជាក់នោះទេចាប្រាសាទបន្ទាយសំរ៉ែនេះដែរក៏សាងឡើងអំពីថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមហើយប្រាសាទនេះគឺមានការរៀបចំតុបតែងធ្វើគឺខុសពីប្រាសាទនានានៅក្នុងតំបន់អង្គរចាគឺមានលក្ខណៈប្លែកពីគេដែលសាងសង់មានហោត្រៃចំនួន2នៅសងខាងនិងមានតួប្រាង្គធំកណ្ដាលមួយពេលដែលយើងចូលមកក្នុងតួប្រាង្គធំកណ្ដាលយើងនឹងឃើញមានចាប្រអប់ដែលធ្វើអំពីថ្មភក់មួយរាង4ជ្រុងដែលអ្នកស្រាវជ្រាវគាត់សន្និដ្ឋានថាគឺជាមឈូសដាក់សពហើយយើងឃើញមានរុនមួយនៅខាងក្រោមនៃមឈូសមួយដែរដែលគេសន្និដ្ឋានថាគឺជារុនបង្ហូរទឹករងៃចានោះគឺនៅខាងក្រោមហើយចំពោះប្រហោងដែលនៅខាងលើនេះគឺគេសន្និដ្ឋានថាជាកន្លែងសម្រាប់បញ្ចេញឧស្ម័នឬជាកន្លែងសម្រាប់បញ្ចូលអំបោះសឬក្រណាត់សសម្រាប់តាក់ទងគ្នារវាងអ្នកស្លាប់និងអ្នករស់ចាចំពោះព័ត៌មានតាក់ទងនឹងប្រវត្តិរបស់ប្រាសាទបន្ទាយសំរ៉ែនេះគឺជាការសន្និដ្ឋានរបស់អ្នកសិក្សាប្រវត្តិសាស្ត្រនិងអ្នកស្រាវជ្រាវចាខាងប្រាសាទបុរាណខ្មែរយើងចាពួកលោកធ្វើការសន្និដ្ឋានចានេះគឺជាប្រវត្តិខ្លះតាក់ទងទៅនឹងប្រាសាទបន្ទាយសំរ៉ែចាហើយនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទក៏មានទីកន្លែងស័ក្តិសិទ្ធិមួយដែលចាយើងអាចចូលមកដើម្បីអុជធូបបន់ស្រន់បានដែរចាគឺនៅទីនេះយើងចូលមកហួសនឹងចាប្រអប់មឈូសមកខាងក្នុងនឹងឃើញទីកន្លែងដែលសម្រាប់
ឲ្យយើងអុជធូបបន់ស្រន់ចាចាអញ្ជើញពុកម៉ែបងប្អូនចាបន្តគយគុណសម្រស់របស់ប្រាសាទបន្ទាយសំរ៉ែជាមួយនាងខ្ញុំទាំងអស់គ្នាប្រាសាទនេះគឺរងការបាក់បែកដោយផ្នែកប៉ុន្តែកំពុងតែទទួលបាននៅការជួសជុលពីខាងអាជ្ញាធរជាតិអប្សរាចាយើងអាចគយគុណសម្រស់ប្រាសាទមួយនេះបានដោយយើងដើរតាមចារៀនហាលនេះបងប្អូនចាគឺមានមួយជុំតែម្ដងយើងអាចដើរពីឆ្វេងចាឆ្វែលមួយជុំមើលសម្រស់នៃប្រាង្គប្រាសាទកណ្ដាលចាក្បាច់នៃផ្តែរសសរពេជ្រក្បាច់ជញ្ជាំងគឺស្រស់ស្អាតមែនទែនប្រាសាទមួយនេះគឺនៅល្អច្រើននិងមានចម្លាក់ដ៏ល្អវិចិត្រគ្រប់កន្លែងតែម្ដងចាហើយប្រាសាទបន្ទាយសំរ៉ែនេះដែរក៏ជាប្រាសាទដ៏ល្បីមួយនៅក្នុងចំណោមប្រាសាទល្បីនៅក្នុងតំបន់អង្គរដែរចាគឺប្រាសាទនេះក្នុងមួយថ្ងៃទទួលបានភ្ញៀវជាតិនិងអន្តរជាតិច្រើនកុះករតែម្ដងចាជាក់ស្ដែងនៅពេលដែលនាងខ្ញុំមកដល់ទីនេះម៉ោង 4 ជាងហើយប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិនៅតែបន្តចូលមកទស្សនាប្រាសាទមួយនេះចាតើពុកម៉ែបងប្អូនណាខ្លះដែរមិនទាន់បានមកទស្សនានៅសម្រស់ប្រាសាទបន្ទាយសំរ៉ែមួយនេះចាកុំភ្លេចពេលមានឱកាសមកលើកក្រោយចូលមកទស្សនាផងពិតជាមិនស្ដាយក្រោយទេចាគឺប្រាសាទពិតជាមានសម្រស់ល្អឯកមែនទែនចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូរបស់នាងខ្ញុំជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលា